ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបង្ហាញរូបមន្តហុងជើងមាន់ណាដែលគេធ្វើនៅតាមភោជនីយដ្ឋានឌៀមសំឆ្ងាញ់ណាបងប្អូនលើកមុនខ្ញុំធ្លាប់ធ្វើម្សាហើយប៉ុន្តែឥឡូវនេះខ្ញុំបន្ថែមរូបមន្តថ្មីបន្តិចទៀតហើយមានគ្រឿងផ្សំបន្ថែមអីបន្តិចទៀតធ្វើឲ្យកាន់តែឆ្ងាញ់ជាងលើកមុនទៀតលើកមុនថាឆ្ងាញ់តែលើកនេះរឹតតែឆ្ងាញ់ជាងមុនទៀតបងប្អូនហើយនេះពេលដែលធ្វើបងប្អូនទៅរកប្រភេទជើងមាន់ដែលមានសាច់កលុចអញ្ចឹងណាបានកាន់តែឆ្ងាញ់ហើយបងប្អូនកុំអាលកាត់កញ្ចក់កុំអាលកាត់អីវាចេញណាទុកកញ្ចក់នឹងសិនអត់ទាន់ឲ្យកាត់ទេហើយបន្ទាប់មកបានខ្ញុំមានលឹកខ្ទឹមហើយនឹងខ្ញីហើយដាក់ដាំទឹកកន្លះឆ្នាំងអញ្ចឹងមកហើយយើងបងខ្ញីហើយនឹងលឹកខ្ទឹមដែលបានហាន់មិញហ្នឹងដាក់ចូលមកហើយខ្ញុំដាក់ទឹកខ្មេះ2 ស្លាបព្រាបាយទឹកខ្មេះនេះវាជួយកាត់ជាតិឆ្អាបបានស្អាតហើយនឹងវាជួយបន្ថែមពណ៌ផងដែរព្រោះខ្ញុំប្រើទឹកខ្មេះពណ៌ខ្មៅបងប្អូនអត់មានដាក់ពណ៌សក៏បានដែរហើយនឹងដាក់ទឹកឃ្មុំ2 ស្លាបព្រាបាយទៀតដើម្បីកាន់ឲ្យមានរសជាតិឆ្ងាញ់និងឃើញពណ៌កាន់តែស្អាតពេលដែលដាក់ជើងមាន់នេះចូលគឺដាក់នៅពេលទឹកត្រជាក់អត់ដាក់ពេលទឹកក្តៅទេកាលណាយើងដាក់ទឹកក្តៅធ្វើឲ្យស្បែកវាតឹងហើយវាមិនអាចបញ្ចេញចោលនៅសារជាតិដែលកកស្ទះនៅខាងក្នុងនឹងបានល្អទេវាមិនអាចបញ្ចេញជាតិកកិចមកបានស្អាតណាបើយើងដាក់ទឹកត្រជាក់អញ្ចឹងអ្វីដែលជាកាកសំណល់នៅខាងក្នុងវានឹងចេញមកបានល្អហើយសណ្តែកដីនេះដែរខ្ញុំដាក់ទឹកក្តៅចូលត្រាំដើម្បីឲ្យវាឆាប់រីកបានល្អហើយបងប្អូននៅពេលដែលវាពុះហើយអញ្ចឹងយើងចាប់ដើមបន្ថយភ្លើងខ្ញុំបន្ថយភ្លើងមកភ្លើងមធ្យមល្មមទេហើយរងាស់វាចោលក្នុងនេះប្រហែលជា5 ទៅ 10 នាទីបានប្រហែលជា5 ទៅ 10 នាទីហើយយើងក៏ស្រង់ជើងមាន់នេះចេញមកហើយពេលដែលស្រង់ជើងមាន់នេះចេញមកយើងអត់យកវាទៅលាងទឹកទេណាបងប្អូនយើងគ្រាន់តែទុកវាឲ្យស្រស់ទឹកទៅបានហើយអត់មានយកទៅលាងទឹកត្រជាក់ឲ្យថែមទេដើម្បីកុំឲ្យវាមានជាប់ជាតិទឹកហ្នឹងព្រោះយើងត្រូវការយកវាទៅបំពងកាលណាវានៅក្តៅអញ្ចឹងវាឆាប់ស្រស់ទឹកបានល្អហើយយើងត្រៀមកระดาษជូតមាត់ត្រៀមអីអញ្ចឹងមកយើងយកវាមកកាត់ជើងចេញនៅពេលដែលយើងបានស្ងោរហើយយើងយកវាមកកាត់អញ្ចឹងងាយស្រួលកាត់ណាបងប្អូនយកកន្ត្រៃមកកាត់ច្រឹបអត់មានរឹងពិបាកកាត់ទេកាលណាយើងបានយកវាទៅស្ងោរហើយអញ្ចឹងងាយស្រួលកាត់មែនតើហើយយើងកាត់ដាក់ទ្រាប់กระดาษអញ្ចឹងមកដើម្បីយើងសម្ងួតជាតិទឹកវាបានល្អខ្ញុំកាត់តាមមួយផ្លែតគឺរួចរាល់បងប្អូនដំបូងខ្ញុំគិតស្មានថាជាពិបាកកាត់អត់អីទេកាត់កន្ត្រៃនេះស្រួលណាស់ហើយបានផ្ដិតជាតិទឹកចេញស្អាតបានហើយខ្ញុំមកដាក់ឆ្នាំងចាក់ប្រេងឆាចូលទុកឲ្យក្តៅចង់ដឹងថាវាក្តៅយើងយកចង្កឹះឈើមកដាក់ចូលទៅកាលណាវាឡើងមានពុះនៅជាប់នឹងចុងចង្កឹះហ្នឹងបានន័យថាខ្លាញ់របស់យើងក្តៅបានល្អហើយយើងក៏ដាក់ជើងមាន់ម្ដងបន្តិចចូលមកបំពងវាអញ្ចឹងមកហើយបងប្អូនត្រូវតែក្របតែអត់ក្របទេវាផ្ទុះហើយខ្ញុំប្រែវាមកម្ខាងទៀតព្រោះអីបើយើងអត់ប្រែទេពណ៌វាអត់ក្រហមស្អាតសពទេកាលណាវាចាប់ផ្ដើមក្រហមស្អាតអញ្ចឹងហើយវាលែងផ្ទុះហើយបងប្អូនក្របវាអញ្ចឹងទៅនៅពេលដែលបាត់ស្នូផ្ទុះបងប្អូនអាចប្រែវាមកម្ខាងទៀតប្រែហើយបងប្អូនទៅក្របវិញទៅពេលដែលបាត់ស្នូផ្ទុះបងប្អូនបើកមើលមកវាក្រហមបានល្អសងខាងហើយយើងស្រង់វាចេញមកហើយចាប់ផ្ដើមបន្តបំពងរហូតទៅអស់ហើយយើងយកតកកមកដាក់ត្រាំវាជាមួយនឹងទឹកត្រជាក់អញ្ចឹងមកហើយដាក់ចូលនៅក្នុងទូតកកក្នុងរយៈពេល2 ម៉ោងត្រាំវាជាមួយតកកអញ្ចឹងហើយដាក់ក្នុងទូតកកទៀតត្រាំវាចោលក្នុងនឹងដាក់ក្នុងទូទឹកកកហ្នឹង2 ម៉ោងឥឡូវខ្ញុំមកផ្សំគ្រឿងអានេះគឺជាសៀងដែលគេយកទៅកិនឲ្យម៉ត់ហើយដាក់ត្រាំជាមួយនឹងទឹកម្ទេសតែមិនសូវជាហឹរប្រហែលទេបងប្អូនខ្ញុំដាក់1 ស្លាបព្រាបាយពេញដាក់ទឹកប្រេងខ្យង2 ស្លាបព្រាបាយបន្ទាប់មកគឺស្រាសម្រាប់ធ្វើម្ហូបនេះ1 ស្លាបព្រាបាយអានេះគឺត្រូវតែដាក់តែម្ដងបងប្អូនហើយចំណែកឯទឹកស៊ីអ៊ីវពណ៌ខ្មៅនេះខ្ញុំដាក់កន្លះ ស្លាបព្រាបាយស្ករអំពៅស្ករពណ៌ក្រហមនេះខ្ញុំដាក់2 ស្លាបព្រាបាយអានេះគឺទឹកសៀងបងប្អូនទឹកសៀងផ្អែមនេះខ្ញុំដាក់1 ស្លាបព្រាបាយដែរទឹកសៀងនេះគឺវាមានជាតិផ្អែមឆ្ងាញ់ណាបងប្អូនយកមកផ្សំគ្រឿងនៅចូលក្នុងមួយម្ហូបនេះឆ្ងាញ់មែនតើនេះគឺទឹកស៊ីអ៊ីវយើងធម្មតានេះខ្ញុំដាក់2 ស្លាបព្រាបាយខ្ញុំចាក់ញ៉ាំពីព្រឹកដាក់ចាននឹងដល់សល់តែខ្ញុំយកមកដាក់នៅនឹងទៅហើយនឹងម្ទេសទឹកម្ទេសខ្ញុំដាក់បន្តិចទេព្រោះខ្ញុំអត់សូវប្រកែហឹលហើយដាក់អំបិលបន្តិចដែរដើម្បីឲ្យវាមានរសជាតិដិតបានល្អហើយកូរវាឲ្យសព្វអញ្ចឹងទៅយើងទុកវាមួយឡែកហើយអានេះគឺជាគ្រឿងដែលយើងត្រូវផ្សំបន្ថែមមកទៀតមានដូចជាខ្ទឹមសខ្ញីខ្ទឹមក្រហមហើយនឹងស្លឹកខ្ទឹមហើយនឹងសៀងពណ៌ខ្មៅ
នេះបងប្អូនក្រោយពីដាក់ក្នុងទូទឹកកកបាន2ម៉ោងគឺស្បែករបស់វាឡើងស្វិតបានល្អអញ្ចឹងទៅយើងបំពងឲ្យដាក់ត្រាំចោលក្នុងទឹកកកដាក់ក្នុងទូអញ្ចឹងទៅធ្វើឲ្យស្បែកនេះវាស្វិតហើយនៅពេលដែលយើងយកវាទៅចំអិនណាបងប្អូនធ្វើឲ្យស្បែកមាត់របស់យើងហ្នឹងវាមានសភាពស្វិតវាហើយនឹងស្អិតល្មួតឆ្ងាញ់ខ្លាំងណាស់បងប្អូនឥឡូវយើងមកដាក់ឆ្នាំងខ្ទះដាក់ប្រេងឆាចូលហើយខ្ញុំបំពងខ្ទឹមហើយនឹងខ្ញីចូលដំបូងឲ្យឈ្ងុយបន្ទាប់មកបានដាក់ខ្ទឹមក្រហមចូលពេលដែលគ្រឿងទាំងអស់នេះវាឈ្ងុយបានល្អហើយខ្ញុំបន្ថែមពោចកាក់ចំនួន3គ្រាប់ហើយនឹងស្លឹកខ្ទឹមហើយនឹងសៀងពណ៌ខ្មៅនេះក៏ឆ្ងាញ់ដែរបងប្អូនរសជាតិវាអត់ប្រៃទេរសជាតិវាគឺផ្អែមឆ្ងាញ់ណាយកវាមកដាក់និយាយទៅបើបងប្អូនអត់មានគ្រឿងកំប៉ុងអញ្ចឹងទេបងប្អូនអាចរកសៀងខ្មៅយើងធម្មតាទៅក៏បានដែរលីងគ្រឿងទាំងអស់នេះចូលគ្នាឲ្យឈ្ងុយហើយទឹកដែលយើងបានផ្សំទឹកឆាដែលយើងផ្សំគ្រឿងអំបាញ់មិញហ្នឹងយកវាមកចាក់ចូលគ្នាឲ្យបានឈ្ងុយល្អអញ្ចឹងមកហើយយើងចាក់ជើងមាន់ចូលក្លុកនៅក្នុងគ្រឿងហ្នឹងដើម្បីឲ្យវាចូលជាតិហើយនឹងជើងមាន់របស់យើងហ្នឹងមានពណ៌កាន់តែក្រហមស្អាតថែមទៀតនេះខ្ញុំចាក់ទឹកចូលកូនចានដែលប្រឡាក់គ្រឿងមិញហ្នឹងខ្ញុំចាក់ទឹកចូលកលែងវាចូលនៅក្នុងហ្នឹងឲ្យអស់អញ្ចឹងទៅហើយសណ្តែកដីនេះក៏យើងយកមកដាក់ចូលនៅក្នុងជើងមាន់របស់យើងនឹងដែរបើបងប្អូនអត់ចូលចិត្តមិនបាច់ចាំដាក់ក៏បានដែរប៉ុន្តែសណ្តែកដីនេះឆ្ងាញ់ណាស់បងប្អូនឥឡូវដល់ទៅពេលដាក់សណ្តែកដីហ្នឹងទៅវាកាន់តែបន្ថែមរសជាតិសណ្តែកដីនេះឈ្ងុយថែមម្យ៉ាងទៀតដល់ពេលពុះអញ្ចឹងហើយបងប្អូនអាចបន្ថែមរសជាតិតាមបងប្អូនចូលចិត្តថាភ្លក់មើលបន្តិចទៅសាបឬប្រៃអីបន្ថែមតាមនឹងមកបន្ទាប់មកយើងគ្របរងាស់វាចោលនៅក្នុងហ្នឹងរយៈពេល40នាទីទៅ1ម៉ោងនេះក្រោយពីបានពី40នាទីទៅ1ម៉ោងហើយបងប្អូនបិទកម្របវិញទៅហើយបងប្អូនបិទភ្លើងហើយក្របវាផ្ងំចោលនៅក្នុងហ្នឹងណាផ្ងំវាចោលនៅក្នុងនឹងរយៈពេល2ម៉ោងដើម្បីឲ្យស្បែករបស់វាហ្នឹងវាកាន់តែមានសភាពស្វិតទុនល្មួតហើយនឹងរីកកាន់តែខ្លាំងសាច់នៅខាងក្នុងហ្នឹងកាន់តែរីកឆ្ងាញ់បានល្អបើយើងអត់ធ្វើអញ្ចឹងទេវាអត់ស្វិតល្មួតវាអត់រីកសាច់នឹងបានល្អទេព្រោះជើងមាន់យើងដឹងហើយតែយើងអត់ធ្វើអញ្ចឹងញ៉ាំទៅប៉ះតែឆ្អឹងទេឥឡូវនេះខ្ញុំមកដួសដាក់ប្រអប់2ប្រអប់ទៀតដើម្បីទុកញ៉ាំពេលក្រោយពេលវេលាក្នុងការចម្អិនវាមានរយៈពេលយូរអញ្ចឹងពេលដែលធ្វើខ្ញុំម្ដងខ្ញុំធ្វើច្រើនអញ្ចឹងទៅទុកញ៉ាំបានថ្ងៃក្រោយទៀតយកដាក់ក្នុងទូកកបងប្អូនបកកវាចោលក្នុងទូកកបានរាប់ខែបាន 3-4 ខែណោះហើយបន្ទាប់ពីនឹងមកខ្ញុំយកវាមកដាក់ចានដើម្បីយកវាទៅចំហុយបន្ថែមមុននឹងញ៉ាំយើងត្រូវតែយកវាទៅចំហុយបន្ថែមព្រោះអីនេះយើងត្រូវការញ៉ាំវាក្តៅបានឆ្ងាញ់បើបងប្អូនអត់ចំហុយទេអត់ឆ្ងាញ់ទេចំហុយទៅបានធ្វើឲ្យវាកាន់តែស្បែកហ្នឹងវាកាន់តែល្មួតបានល្អចំហុយមិនយូរទេបងប្អូនតែ15នាទីគឺបានហើយ15នាទីទៅកន្លះម៉ោងបើបានកាន់ដល់កន្លះម៉ោងគឺកាន់តែឆ្ងាញ់ហើយខ្ញុំធានាបងប្អូនឆ្ងាញ់រសជាតិណាមិនចាញ់ពីបងប្អូនទៅទិញនៅភោជនីយដ្ឋានទេឆ្ងាញ់មែនប្តីខ្ញុំញ៉ាំទៅតែអស់បើថាខ្ញុំធ្វើការពីលើកមុនណាបងប្អូនខ្ញុំធ្វើលើកមុនមកប្តីខ្ញុំញ៉ាំតែមួយគឺគាត់ឈប់ញ៉ាំអីអត់ឆ្ងាញ់ខ្ញុំធ្វើកាត់ដោយសារខ្ញុំខ្ជិលទុកពេលវេលាយូរអញ្ចឹងតែឥឡូវក្រោយមកពេលដែលខ្ញុំធ្វើតាមគេអញ្ចឹងទុកវាទៅតែយូរប្រអាប់អីដូចគេអញ្ចឹងមកអូយបងប្អូនឯងញ៉ាំទៅតែអស់មែនគាត់អត់ដែរញ៉ាំអស់ទេខ្ញុំធ្វើមុនណាស្ដាយព្រោះអីខ្ញុំខ្ជិល